ជំរាបសួរបងប្អូនទាំងអស់គ្នាដោយការតាមការដែលនាងខ្ញុំបានសន្យាគឺកាត់ក្បាលត្រីសំឡម្ជូរនិងសល់កន្ទុយត្រីយកមកដុតជូនប្តីពិសាថ្ងៃនេះគឺជាថ្ងៃអាទិត្យនាងខ្ញុំមានឱកាសមកធ្វើត្រីដុតអំបិលចាគឺគ្រឿងផ្សំគ្មានអ្វីទេគឺមានតែគល់ស្លឹកគ្រៃម្ដេងនិងស្លឹកក្រូចសើចចានាងខ្ញុំយកមកញាត់ចូលទៅក្នុងពោះត្រីចាដើម្បីកាត់ជាតិឆ្អាបបងប្អូនចាហើយនាងខ្ញុំសូមជម្រាបថាវាដូចជាឆ្កងបន្តិចក្នុងការធ្វើត្រីដុតនេះពីព្រោះវាជាលើកទី1ដែលខ្ញុំធ្វើចាខ្ញុំអត់ដែលធ្វើត្រីដុតទេនៅស្រុកខ្មែរក៏ខ្ញុំអត់ដែរបើអាំងយកតែម្ដងចាហើយម្យ៉ាងទៀតនៅពេលដែលខ្ញុំមកប្រទេសបារាំងនេះក៏ជាលើកទី1ដែលខ្ញុំធ្វើគឺដាក់ដុតនៅក្នុងម៉ាស៊ីនដុតនំណាចាដោយសារតែនៅស្រុកបារាំងគឺអត់មានកន្លែងមានខ្ជុងលក់ប៉ុន្តែវាពិបាកក្នុងការធ្វើជាចង្ក្រានដុតណាពីព្រោះយើងនៅផ្ទះល្វែគេហៅថាអាប៉ាតម៉ង់ដល់ពេលអញ្ចឹងយើងដុតអីមានខៃឡូមានអាដែងផ្កាភ្លើផ្កាអីចឹងណាជះប៉ះដល់ផ្ទះអ្នកដតីហើយណាមួយខ្ញុំនៅជន់លើដល់ពេលអញ្ចឹងខ្ញុំខ្លាចខ្ទាតល្ងើកភ្លើងងើកអីនៅខាងក្រៅវាសបោដដោយឡានអីចឹងណាបងប្អូនអញ្ចឹងខ្ញុំខានហូបត្រីដុតត្រីអាំងអីយូរហើយបងប្អូនអើយមកស្រុកប្រាំង 4-5 ឆ្នាំហើយឥឡូវនេះនឹកឃើញថាទៅផ្សារឃើញមានត្រីផ្ទក់ហ្នឹងឯងក៏នឹកឃើញទិញវាយកមកទុកទៅតែមិនដឹងយកមកធ្វើអីនឹកឃើញធ្វើតែទឹកគ្រឿងមួយមុខគត់បងប្អូនហើយដល់ទៅពេលនឹកឃើញថាមានម៉ាស៊ីនដុតដែរតាសាក់ធ្វើដុតក្នុងម៉ាស៊ីនមើលគេលោឲ្យបានផលចាការប៉ັດទៅគឺបានផលមែនបងប្អូនហើយខ្ញុំពិតជាសប្បាយចិត្តរីករាយមែនតើហើយពេលដែលខ្ញុំទៅផ្សារលើក្រោយខ្ញុំនឹងទិញត្រីឲ្យច្រើនយកមកទុកចាដើម្បីដុតដើម្បីអាំងអីចឹងទៅចាហើយប្តីខ្ញុំគាត់ចូលចិត្តណាបងប្អូនម្ហូបខ្មែរម្ហូបផ្សេងគាត់អត់សូវចូលចិត្តទេមានក្លិនប្រហុកបងប្អូនចាតែពេលត្រីអាំងត្រីអីនេះគឺគាត់ចូលចិត្តមែនតើហើយគាត់និយាយពាក្យត្រីអាំងឡើងច្បាស់ទៀតណាបងប្អូនចាចាំមិនថាមនុស្សយើងចូលចិត្តអីគឺរៀននិយាយនឹងចាណែត្រីដុតអំបិលចាណែបកមកគឺហុយផ្សែងជុកហើយខ្ញុំដុត1ម៉ោងណាបងប្អូនខ្ញុំដុតក្នុងម៉ាស៊ីនហ្នឹង1ម៉ោងហើយវាឆ្អិនល្អមែនតើហើយប្រុសក្មេងអូសប្បាយចិត្តណាស់ចាគាត់សប្បាយចិត្តណាគាត់ចូលចិត្តត្រីគាត់ចូលចិត្តត្រីអាំងត្រីដុតចាហើយសូមទស្សនាប្រុសក្មេងញ៉ាំត្រីដុតជាមួយខ្ញុំទាំងអស់គ្នាចាសូមអរគុណអូខេបងទេបានតាណា Oui. Ok. Bon appétit. Oui, merci. អូនេះបានត្រីដុតនឹងនិយាយពីញ៉ាំកាលតលេងស្រុកខ្មែរគឺគាត់កំងទិញអាត្រីហ្នឹងអាត្រីដុតហ្នឹងចាគឺអែមតែម្ដងហើយចំណែកខ្ញុំនេះត្រីដុតជាមួយទឹកអំបិលទុំចាប្រុសក្មេងត្រីដុតជាមួយនឹងទឹកត្រីស្អីគេអីបោះជប៉ុននេះចាអូចេះចាប់ឲ្យណាចា Merci beaucoup mon chéri. Il y a encore. Il y a encore un. Ok.